ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកកាន់វីដេអូរបស់អ្នកខ្ញុំទៀតហើយថ្ងៃនេះដែរយើងនឹងទៅទស្សនាកំពង់ផែទេសចរអន្តរជាតិខេត្តកំពតទាំងអស់គ្នាដោយកំពង់ផែនេះជាកំពង់ផែថ្មីនៅនឹងគេមានកំពង់ផែចាស់គេប៉ុន្តែអានេះធ្វើថ្មីអញ្ចឹងអាចារ្យខ្ញុំអត់ដែរទៅទេខ្ញុំមកលេងអាថ្មីនេះតែម្ដងដោយសារឮថានៅនឹងវាស្អាតអីអញ្ចឹងណាហើយពេលខ្ញុំទៅនឹងគេអត់តសម្ពោធទេបន្ទាប់ពីខ្ញុំទៅនឹងបានមួយរយៈក៏គេចាប់ផ្ដើមសម្ពោធប៉ុន្តែគេបើកដំណើរការបដើហើយពេលទៅនឹងក៏មានទេសចរចោះចតនៅនឹងហើយដូចជាភ្ជាប់ពីនឹងទៅជិះទៅដល់វៀតណាមដល់ខាងកោះត្រល់កោះអីចេញពីនឹងទៅហើយទេសភាពស្អាតមែនទែនថ្ងៃលិចនៅនឹងមើលឃើញទឹកហើយនឹងថ្ងៃជាប់គ្នាតែម្ដងតាមពិតវីដេអូនេះយូរតាំងពីចូលឆ្នាំមុនម្ល៉េះតែខ្ញុំមិនមានពេលបានធ្វើវាទៅយកវាមកធ្វើវិញព្រោះរវល់ពេកមួយរយៈហ្នឹងអានេះទូគេនេសាទនៅតាមកពតហ្នឹងនៅតាមអីគេហៅសមុទ្រក៏ព្រែកក៏ស្អីទេកន្លែងហ្នឹងដូចជាសមុទ្រតែមិនដឹងទេមិនសូវជាចេះហៅទេហើយនៅក្នុងបរិវេណគេនឹងធំមានផ្សារមានអីសម្រាប់ឲ្យយើងទិញអីមានកន្លែងញ៉ាំអីមានអីហើយមានប្រាសាទមានអីឈប់ចាំភ្ញៀវទេសចរចុះពីកប៉ាល់មកច្រើននឹងមានទូដកលុយមានអីទៀតទៅងាយស្រួលសម្រាប់អ្នកទេសចរដែលគាត់ជីកប៉ាល់មកអីចឹងចុះនៅនឹងគឺងាយស្រួលមែនតើមានគ្រប់សពមកកាផ្លេនេះកន្លែងដាក់ឡានខាងមុខមុនចូលទៅហ្នឹងយើងសុំអនុញ្ញាតគេដែរចឹងវីដេអូកំពង់ផែនេះយើងមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយទៀត